ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនពីការដំឡើងប្រភេទឆ្នាំងសម្លេង filter ដែលយើងអាចធ្វើការដាក់ប្រភេទសម្លេងបានរហូតដល់5ដើមចាហើយចំពោះឆ្នាំងសម្លេងនេះគេហៅថាឆ្នាំងសម្លេង304ផងដែរចំពោះឆ្នាំងសម្លេងគឺយើងអាចធ្វើការប្រើប្រាស់សម្រាប់ចម្រោះទឹកក៏បានឬក៏យើងអាចធ្វើការដាក់ភ្ជាប់ជាមួយនឹងប្រព័ន្ធទឹកសុទ្ធក៏បានដូចគ្នាចាហើយចំពោះការដំឡើងគឺមានភាពងាយស្រួលខ្លាំងមែនតើចាបងប្អូនអាចអញ្ជើញទស្សនាជាមួយនឹងវីដេអូនៃការដំឡើងប្រភេទឆ្នាំងសម្លេងនេះបានបន្ទាប់ពីពុកម៉ែបងប្អូនបានទស្សនានៃការដំឡើងប្រភេទឆ្នាំងសម្លេងនេះរួចហើយឃើញថាការដំឡើងនៃការប្រើប្រាស់គឺថាងាយស្រួលខ្លាំងមែនតើចាដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានជាប្រភេទឆ្នាំងសម្លេង filter ប្រភេទទំហំ20អ៊ីង30អ៊ីងឬក៏40អ៊ីងសម្រាប់ធ្វើការប្រើប្រាស់សម្រាប់ចម្រោះទឹកស្អាតឬមួយក៏ដាក់ម៉ាស៊ីនផលិតទឹកសុទ្ធចាបងប្អូនអាចជើញទៅអ្នកតំណងជាមួយនឹងខាងក្រុមហ៊ុនយើងខ្ញុំបានសូមអរគុណសូមជម្រាបលា